សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកនិទានរឿងមួយដើម្បីបងប្អូនទាំងអស់គ្នាបានស្ដាប់រឿងតាច័ន្ទចាប់ក្តាមជាមួយចៅស្រីនៅវាលស្រែព្រះអាទិត្យរះចំពីមុខជះពន្លឺពណ៌មាសខ្ចីទៅលើវាលស្រែដ៏ល្វឹងល្វើយទើបនឹងភ្ជួររួចផ្ទៃដីមានភក់ជាំរលីងរលោងទទឹកទ្រោមដោយស្នាមជើងគោនិងស្នាមកង់ត្រាក់ទ័រនីឡំដោយទឹកភ្លៀងនៅសល់ពីយប់មិញក្លិនដីស្អុយល្មមលាឡំក្លិនស្មៅស្រស់បក់បោកមកប៉ះជ្រមុះស្រូបចូលក្នុងសួតបង្កើតអារម្មណ៍ស្រស់ស្រាយខ្លាំងនៅមាត់ភ្លឺស្រែមួយកន្លែងលោកតាច័ន្ទវ័យជ្រេរៀងចំណេះបុរសដែលធ្លាប់ហើយឆ្លងសម័យកាល 3-4 ជំនាន់មកហើយគាត់កំពុងរៀបចំឧបករណ៍ចាប់ក្តាមដៃគាត់គ្រើមមានស្នាមជ្រៀមជ្រួញអុសចេញពីស្បែកតែគាត់នៅតែរហ័សរហួនរៀបចំសំណាញ់និងកន្ត្រកក្បាលគាត់លក្ខណៈដែលជាចៅក្រមុំកំពុងឈរមើលយ៉ាងយកចិត្តទុកដាក់លក្ខណៈគឺជានារីវ័យក្មេងទើបតែពេញវ័យមានរាងខ្ពស់ស្រឡះត្រកៀកហួកកោងរីឯដើមទ្រូងក៏ត្រលុកទ្រលន់គួរឲ្យចង់គយគន់ស្បែកស្រអែមរលោងរបស់នាងដែលត្រូវពន្លឺថ្ងៃជះចែងចាំងបញ្ចេញរស្មីយ៉ាងតាក់ទាញថ្ងៃនេះនាងស្លៀកអាវយឺតបែកខ្លីពណ៌សរព្រាងនិងខោជើងវែងប្រភេទកីឡាពណ៌ខ្មៅរលោងដែលមើលទៅដូចជាយកត្រៀងកាយនាងឲ្យកាន់តែលេចធ្លោចាំតាលក្ខណៈក្តាមនៅវាលស្រែនេះជួនកាលធំណាស់តែវាក៏រត់លឿនដែរលោកតាច័ន្ទនិយាយទាំងស្នាមញញឹមពោពេញដោយក្តីស្រឡាញ់ចំពោះចៅនៃរបស់គាត់ទោះបីជារៀងស្រវាំងបន្តិចតាមវ័យក៏នៅតែអាចសម្លឹងមើលរាងកាយក្មេងខ្ចីរបស់លក្ខណៈយ៉ាងវិលាក់លក្ខណៈមិនបានចាប់អារម្មណ៍នឹងការសម្លឹងមើលរបស់តាឡើយដែលរំពឹបចិត្តចង់ចាប់ផ្ដើមចាស់លោកតាលក្ខណៈធ្លាប់ចាប់ផ្ដើមតូចនៅក្រៅផ្ទះដែរតែមិនដែលបានមកវាស្រែធំបែបនេះទេលក្ខណៈឆ្លើយតបទាំងនៅភ្លឺថ្លាពួកគេចាប់ផ្ដើមដើរចូលទៅក្នុងវាលស្រែគក់ជ្រុំលិចតកជើងជួនកាលជ្រៅតពាក់កណ្ដាលកំខួនជើងលោកតាច័ន្ទដើរមុខគាត់មានបទពិសោធន៍យូរឆ្នាំក្នុងការដើរពួកជើងគាត់រឹងមាំទប់នឹងលំនឹងបានល្អលក្ខណៈដើរតាមពីក្រោយបោះជំហានម្ដងមួយប្រយ័ត្នប្រយែងខ្លាចរអល់ដួលប្រយ័ត្នណាលក្ខណៈកំតើលើដីទន់ពេកជួនកាលមានរណ្ដៅលោកតាច័ន្ទងាកក្រោយមកតាទឿនខណៈពេលងាកមកលក្ខណៈបានឃើញខោរបស់លោកតាដែលសាមដោយភក់ដប់រៀងជាប់នឹងគូតរបស់គាត់នាងទម្លាក់ក្រសែភ្នែកចុះរួចងើបមុខញញឹមតបទៅតាវិញបន្តិចក្រោយមកលក្ខណៈក៏ចាប់ផ្ដើមមានបញ្ហាជើងម្ខាងរបស់នាងធ្លាក់ចូលទៅក្នុងរណ្ដៅភក់ជ្រៅបន្តិចធ្វើឲ្យនាងបាត់បង់លំនឹងហើយរាងកាយនាងក៏ទៀងទៅមុខអូយនាងស្រែកតិចលោកតាច័ន្ទឃើញដូច្នេះក៏ប្រញាប់ងាកមកចាប់ដៃនាងជាប់ចាំតាលើកជើងយឺតមកណាលក្ខណៈព្យាយាមទាញជើងចេញពីភក់តែវារឹតតែជាប់ភក់ត្រជាក់បានជ្រាបចូលពេញហោជើងវៃរបស់នាងធ្វើឲ្យសើមជ្រួតជ្រាបអាវយឺតពណ៌សរបស់នាងក៏ប្រឡាក់ខក់បន្តិចដែរនៅត្រង់គែមខាងក្រោយលោកតាច័ន្ទចាប់ដៃនាងម្ខាងហើយដៃម្ខាងទៀតក៏ស្ទុះទៅចាប់ត្រកៀកនាងជាប់ដើម្បីជួយទាញរាងកាយរបស់លក្ខណៈក៏បានអេនអនទៅប៉ះនៅតងខ្លួនរបស់លោកតា
បង្កើតជាភាពស្និទ្ធស្នាលមួយរំពេចដើមទ្រូងត្រលុកត្រលុនរបស់នាងបានប៉ះទង្គិចនឹងខ្នងដ៏ធំមាំរបស់តាក្លិនញើសរបស់តាលាយឡំជាមួយនឹងកង្ភក់និងខុនខ្លួនស្រស់ស្រាយរបស់លក្ខណៈបានជ្រាបចូលក្នុងអារម្មណ៍លក្ខណៈសັບតែមានអារម្មណ៍ប្លែកមួយរំពេចដែលនាងមិនធ្លាប់មានពីមុនមកហៀបក្តៅអ៊ុនហោះឡើងពីក្នុងខ្លួននាងតាចាំលក្ខណៈទាញមិនរួចទេវាជាប់ខ្លាំងពេកលក្ខណៈនិយាយទាំងដកដង្ហើមញាប់សំឡេងរបស់នាងរៀងស្អកបន្តិចលោកតាច័ន្ទក៏ទាញនាងងើបឡើងបានដោយជជែកពួកក៏បានចាត់ប្រឡាក់អាវនិងខោលោកតាខ្លះដែរខោរបស់លក្ខណៈបានសើមជ្រូតជ្រាបជាប់រឹបរាងកាយនាងធ្វើឲ្យរាងនាងកាន់តែលេចធ្លោឡើងដើមទ្រូងនាងហាក់ដូចជារឹតតែលយចម្លែកពូតនាងវិញរឹតតែមូខ្លំលក្ខណៈមិនអីទេតាលោកតាច័ន្ទសួរទាំងភ្នែកព្រេទៅមើលរាងកាយរបស់លក្ខណៈចាលក្ខណៈអត់អីទេតែសើបអស់ហើយតាលក្ខណៈនិយាយទាំងញញឹមសំឡេងរបស់នាងឡែកជាធម្មតាហៀបអៀនខ្មាស់ក៏ផុសឡើងបន្តិចក្នុងចិត្តនាងពួកគេបន្តដើរចូលក្នុងវាលស្រែដ៏ជ្រៅដែលមានដាំអំពៅដោះព័ទ្ធជុំវិញមើលទៅស្ងាត់ស្រងំកន្លែងនោះមើលទៅដូចជាត្រូវបានកាត់បាច់ចេញពីពិភពនៅខាងក្រៅមានខ្ទមស្រែមួយតូចចាស់ទ្រុឌទ្រោមតែសម្រាប់ទុកដាក់ឧបករណ៍កសិកម្មកន្លែងនេះមានកណ្ដាលច្រើនណាស់លក្ខណៈលោកតាច័ន្ទនិយាយគាត់បានតាក់ដៃលក្ខណៈទៅកាន់ខ្ទមនោះលក្ខណៈទៅលៀងពួកនៅមាត់ត្រពាំងមុខខ្ទមនឹងសិនទៅចាំតាទៅចាប់ផ្ដើមនៅក្បែរនោះលក្ខណៈដើរទៅមាត់ត្រពាំងដែលមានទឹកថ្លាឆ្វង់ហើយនាងក៏អង្គុយលាងជើងនិងខើអាវដែលប្រឡាក់ភក់ខោរបស់នាងដែលសើមជោគទៅដល់ទឹកធ្វើឲ្យវាប្រែជាស្ទើរតែថ្លាអាចមើលឃើញស្បែកក្លៅខាងក្នុងរបស់នាងរាងកាយរបស់នាងក្នុងសភាពសើមជោគនិងខោអាវរបៀងធ្វើឲ្យនាងមើលទៅតាក់ទាញខ្លាំងណាស់លោកតាច័ន្ទដែលកំពុងអួននៅក្រោយដើមអំពៅបានវួតមើលនាងដោយមិនឲ្យនាងដឹងខ្លួនបេះដូងរបស់ហ្វតលូតញាប់ខុសធម្មតាភាពសាបស្រាលដែលគាត់ធ្លាប់មានកាលពីវ័យក្មេងស្រាប់តែកុកយ៉ាងវិញលក្ខណៈលាងសម្អាតខ្លួនលក្ខណៈលាងសម្អាតខ្លួនរួចរាល់ហើយនាងក៏ដើរទៅរកលោកតាតែកំពុងធ្វើពុតជាចាប់ផ្ដើមតែលក្ខណៈជួយចាប់ដែរលក្ខណៈនិយាយទាំងតើចូលទៅចិត្តលោកតាច័ន្ទញញឹមបន្តិចលក្ខណៈទៅអង្គុយនៅក្រោមម្លុកទោមនោះសិនទៅអាវខោលក្ខណៈវាសើមខ្លាចផ្ដាសាយអត់អីទេតាលក្ខណៈមិនត្រជាក់ទេលក្ខណៈនិយាយបដិសេធនាងឈរមើលលោកតាយ៉ាងជិតពេលនាងឈរនៅលើអេតក្បែរតាក្លិនក្រអូបពីខ្លួននាងបានបាក់បោកមកប៉ះច្រមុះលោកតាច័ន្ទក៏ឆ្លៀតឱកាសលួចលូបដៃទៅប៉ះដៃលក្ខណៈដែលកំពុងឈរជិតនោះដៃរបស់លក្ខណៈទន់រលោងត្រជាក់ស្រឹបតានាងឃើញក្តារមួយនៅឯនោះលក្ខណៈសែកទាំងចង្អុលទៅរុនក្តារមួយលោកតាច័ន្ទក៏ប្រញាប់ទៅចាប់ក្តារនោះតែវារត់ឌៀនណាស់គាត់ក៏ធ្លាក់ជង្រុកទៅក្រោកគក់ដោយមិនដឹងខ្លួនអ៊ុយតែអត់អីទេលក្ខណៈស្ទុះទៅជួយភ្លាមនាងជួយលើកដៃលោកតាឡើយលើកនេះលោកតាក៏បានឆ្លៀតឱកាសទាញនាងឲ្យដួលមកលើខ្លួនរបស់គាត់ដោយចេតនាទាំងតាទាំងចៅក៏ធ្លាក់ទៅក្នុងភក់ជ្រាំជាមួយគ្នាលក្ខណៈសឹកក្នុងសភាពដេកគៀងទៅលើដើមទ្រូងរបស់លោកតា
មុខរបស់នាងនៅចិត្តមុខគាត់ខ្លាំងណាស់ក្លិនខ្លួនរបស់លោកតាលាយឡំនឹងក្លិនភក់និងក្លិនញើសរបស់ចាស់បានជ្រាបចូលក្នុងអារម្មណ៍នាងរាងកាយរបស់នាងសើមជុកដោយភក់ក្លិនអសិស័យបងប្អូនលិចនៅក្នុងដីល្បាប់ត្រជាក់ដើមទ្រូងរបស់នាងបានប៉ះទង្គិចនឹងដើមទ្រូងរបស់លោកតាតែរបស់លោកតាក៏បានអប់ចង្កេះនាងជាប់ភ្នែករបស់លោកតានាងចៅសម្លឹងមើលគ្នាទៅវិញទៅមកដោយមិនព្រិចភាពស្ងប់ស្ងាត់បានរុំព័ទ្ធជុំវិញពួកគេមានតែសំឡេងខ្យល់បក់បោកស្លឹកអំពៅនិងសំឡេងបេះដូងលុតយករៀងខ្លួនលោកតាច័ន្ទក៏បានលេបទឹកមាត់ក្អឹបលក្ខណៈកង្ខ្លាចណាសំឡេងរបស់គាត់ស្អកបន្តិចលក្ខណៈមិនបានតបអ្វីឡើយនាងគ្រាន់តែសម្លឹងមើលតែតាទឹកមុខរបស់នាងមើលទៅទាំងភ័យខ្លាចទាំងចង់ដឹងនឹងលឺលោកតាច័ន្ទក៏លើកដៃម្ខាងទៅចង្អុលថ្ពាល់នាងថ្នមដៃគ្រឿងរបស់គាត់បានប៉ះនឹងស្បែកគៀមបែកធัวរបស់នាងរលោងរបស់នាងបានកើតជាអារម្មណ៍រំភើបប្លែកបន្ទាប់មកគាត់ក៏អោនមុខចុះថាបបោមាត់របស់លក្ខណៈញាប់យ៉ាងខ្លាំងតែនាងមិនបានរើបំរាស់អ្វីឡើយនាងបានបិទភ្នែកចិត្តហើយក៏ចាប់ផ្ដើមបបោះអង្អែលខ្នងរបស់លោកតាវិញរសជាតិបបោមាត់របស់លក្ខណៈផ្អែមល្ហែមដូចជាផ្លែឈើទុំការថាបដួសបានអូសបន្លាយជាយូររហូតដល់ពួកគេទាំងពីរដកដង្ហើមញាប់លក្ខណៈតាស្រឡាញ់ណាស់លោកតាច័ន្ទនិយាយទាំងដង្ហើមធំដៃរបស់ហ្វតក៏ចាប់ផ្ដើមស្ទាបហង្អែរាងកាយរបស់លក្ខណៈពីចង្កេះឡើងទៅលើដើមទ្រូងអែលយឺតរបស់លក្ខណៈស្ទើរជប់បានរឹបរៀងដើមទ្រូងយ៉ាងច្បាស់លក្ខណៈស្ទែកធ្ងរតិចពេលដៃតាបានបបោះអង្អែលលើដើមទ្រូងរបស់នាងមិនដឹងថាត្រូវធ្វើអ្វីឡើយតែអារម្មណ៍ស្រាបស្រាលបានវាលុកពេញរាងកាយនាងបានក្រវីក្បាលបន្តិចតែនាងមិនបានរើបំរាស់ឡើយលោកតាច័ន្ទក៏បានឆ្លៀតឱកាសស្រាយអែលយឺតរបស់លក្ខណៈចិនដើមទ្រូងដ៏ស្រលុកស្រលន់របស់អ្នកលក្ខណៈបានលេចចេញមកចំពីមុខត្រីគាត់គួរឲ្យស្រាប់ស្រាលគាត់ក៏ប្រញាប់អោនមុខចុះបើជញ្ជក់ក្បាលសតនាងតាយកណាស្រែកធ្ងរយ៉ាងវែងដៃរបស់នាងក៏បានអោបរបស់លោកតាហើយនាងក៏ស្របាច់សក់គាត់តិចគៀវខ្មាស់អៀនទាំងប៉ុន្មានបានរលាយបាត់អស់ហើយជំនួសមកវិញនៅអារម្មណ៍ស្រាបស្រាលឥតឧបមាលោកតាច័ន្ទក៏បន្តបបោះអែរាងកាយនាងចុះមកក្រោមគាត់ក៏បានស្រែកថោជាវ័យរបស់លក្ខណៈចិនហើយលីអូពណ៌ខ្មៅតូចមួយក៏បានលេចចេញមកតែវាក៏សាវជោគទៅដោយពួកលេងទឹកគាត់ក៏បានដោះខោលីអូនោះចេញពីខ្លួនលក្ខណៈផ្នែកខាងក្រោយរបស់លក្ខណៈបានលេចចេញមកត្រជាក់ដោយភក់តែគួរឲ្យតាក់ទាញខ្លាំងណាស់លោកតាច័ន្ទមិនបបោះយូរឡើយគាត់ក៏បានដោះខោអាវរបស់គាត់ចេញអស់ដែរគាត់មានអារម្មណ៍ថាចំណងផ្លូវភេទរបស់គាត់បានកើតឡើងដល់កម្រិតខ្ពស់បំផុតគាត់ក៏ប្រញាប់ត្រកងខ្លួនទៅរកកន្លែងណាដែលមិនបានបដិសេធឡើយនាងបានលូកដៃអោបពាត់ជាប់រាងកាយរបស់ពួកគេទាំងពីរបានប៉ះសង្កត់គ្នាក្នុងភាពជួមត្រជាក់តែអារម្មណ៍របស់ពួកគេទាំងពីរកំពុងតែឆេះរៀលដូចភ្លឺលោកតាច័ន្ទក៏បានបញ្ចូលរបស់គាត់ទៅក្នុងខ្លួនលក្ខណៈស្រែកធ្ងរយ៉ាងខ្លាំងភាពឈឺចាប់និងអារម្មណ៍ស្រាបស្រាលបានលាយឡំចូលគ្នាលោកតាច័ន្ទក៏ចាប់ផ្ដើមធ្វើចលនាយឺត
ហើយបន្ទាប់មកក៏លឿនទៅជាផ្អែមហែមសំឡេងបងអែលសំឡេងធ្ងររលាយចូលគ្នាក្នុងវាស្រែស្កប់ក្រងំពួកគេទាំងពីរបានលង់លក់ក្នុងចំណងផ្លូវភេទដ៏ជ្រាលជ្រៅដែលមិនធ្លាប់នរណាធ្លាប់ស្មានដល់ពួកជុំរាជាខ្លាយទៅជាកំរាព្រំដ៏កក់ក្ដៅសម្រាប់ពួកគេដើមអំពៅដែលរុំជុំវិញខ្លាយជាជញ្ជាំងការពារពីពេជ្រមាត់គេពួកគេបានរុំរក្សាក្នុងពួកជុំជាយូររហូតដល់ពួកគេទាំងពីរនៅហត់លោកចាចាន់ក៏បានសម្រេចកាមនៅក្នុងទូលក្ខណៈស្រែកធោជាចុងក្រោយរួចក៏ដល់ដង្ហើមធំពួកគេទាំងពីរដេកអោបគ្នាក្នុងភក់ជ្រាំត្រជាក់ដោយមិនបានស្លៀកសម្លៀកពាក់អ្វីឡើយព្រះអាទិត្យនៅតែបន្តជះពន្លឺពណ៌មីខ្ចីសលើតែបន្តបក់បោកតែអ្វីៗទាំងអស់បានផ្លាស់ប្ដូរទៅហើយសម្រាប់ពួកគេទាំងពីរជាស្កាត់ស្រងំវាស្រែបានក្លាយជាសាក្សីនៃទង្វើដ៏អាថ៌កំបាំងរបស់គេក្រោយមកពួកគេទាំងពីរបានជួបគ្នាលាងជំនះភក់ចេញពីខ្លួននៅត្រពាំងទឹកខ្លាពួកគេបានស្លៀកពាក់វិញតែដោយទឹកមុខស្ងៀមស្ងាត់រៀងខ្លួនឯតាច័ន្ទមិនហ៊ានសម្លឹងមើលភ្នែកអ្នកណាឡើយហើយលក្ខណៈក៏មិនហ៊ានសម្លឹងមើលភ្នែកតាដែរពួកគេបានដើរចេញពីយាសានោះតែសិង្ហសត្វពួកគេអង្គន្ត្រកក្តាមដែលទទេស្អាតគ្មានក្តាមសំបីតែមួយក្បាលពួកគេបានចាប់បានអ្វីម្យ៉ាងដែលជ្រៅជាងក្តាមទៅទៀតគឺចំណងឥតកម្ៅដែលបានចងពួកគេទាំងពីរចូលគ្នាជារៀងរហូតពួកគេដឹងថាអ្វីដែលបានកើតឡើងនាថ្ងៃនេះនឹងក្លាយជាឥតកំបាំងដ៏ជ្រៅបំផុតតែពួកគេនឹងត្រូវលាក់ទុកពេញមួយជីវិតពួកជ្រុំនៅវាលស្រែខ្លាចជាកន្លែងដែលបានតាច់ពួកគេចេញពីពិភពលោកធម្មតាបញ្ជូនពួកគេទៅក្នុងពិភពលោកមួយផ្សេងទៀតដែលមានតែពួកគេទាំងពីរនាក់អាចយល់បានសូមបងប្អូនជួយចុច Subscribe Channel YouTube ម្នាក់មួយផងដើម្បីទទួលបានរឿងនិទានថ្មីៗមុនគេសូមអរគុណ